Ok, sự sẽ là khi ngày nay nhằm bảo hành pi project mới đại dương praនៅ ultrasonic sensor ជាមួយនឹង Arduino Nano ដែលយើងប្រើប្រាស់សម្រាប់បង្កើតនៅ system មួយសម្រាប់ឲ្យ motor បូមទឹកដែលស្វ័យប្រវត្តិអញ្ចឹងកន្លែងនេះគឺយើងលក្ខខណ្ឌរបស់យើងគឺយើងបូមទឹកដាក់ប្រសាំងហើយយើងអាចដឹងអំពីកម្រិត level ទឹកដែលយើងកំពុងតែបូមហើយទឹកប្រសាំងរបស់យើងនៅកម្រិតណាហើយយើងឲ្យ motor យើងបូមនៅពេលដែលទឹកស្រកហើយ motor ផ្ដាច់នៅពេលដែលទឹកពេញអញ្ចឹងយើងសន្មតថាបើសាំងរបស់យើងក្រោម 20% level ទឹកយើងក្រោម 20% គឺ motor ភ្ជាប់ motor បូមទឹកដោយស្វ័យប្រវត្តិបូមឡើងដល់លើស 90% មានថា motor ផ្ដាច់អូខេហើយសម្រាប់ level ទឹកគឺវាបង្ហាញនៅលើអំពូល3គ្រាប់នេះបើយើងមានអំពូលច្រើនយើងដាក់ទៅ 20% 30% 40 50 60 តាមនឹងទៅប៉ុន្តែលក្ខខណ្ឌនេះខ្ញុំដាក់តែ3 level ហើយលក្ខខណ្ឌនេះខ្ញុំភ្ជាប់ជាមួយ conductor បើយើងធ្វើជាក់ស្ដែងយើងមិនបាច់ direct មួយ conductor ទេយើងប្រើមួយ relay ធម្មតាក៏បានដែរដោយសារតែអំពូល3គ្រាប់គ្រាន់តែជា line data សម្រាប់យើងដឹងពី level ទឹកឯងអ្វីដែលធ្វើការខ្លាំងគឺ motor សម្រាប់បូមទឹកនេះអូខេអញ្ចឹងលក្ខខណ្ឌនេះគឺខ្ញុំនឹងធ្វើការបង្ហាញឲ្យអ្នកគ្នាមើលពីគោលការណ៍ឬក៏ដំណើរការរបស់វាដោយប្រើប្រាស់នៅ ultrasonic sensor អញ្ចឹងឥឡូវខ្ញុំបង្ហាញមានថាឥឡូវទឹករបស់យើងក្រោម 20% ឬក៏ចាប់ពី 20% ទៅអំពូលទី1ដើរ 20% ហើយនឹង motor ដើរតមកទៀតខ្ញុំចាប់ផ្ដើមរំកិលទឹកឡើងនៅពេលដែលវាបូមឡើងដល់50% ចឹងមានថាអំពូលទី2ឡើងប៉ុន្តែ motor របស់យើងមិនទាន់ឈប់ទេអំពូលទី1ទី2មានថាទឹករបស់យើងដល់ត្រឹម 50% តមកទៀតយើងឡើងមកដល់ 90 អញ្ចឹងនៅពេលដែលឡើងដល់ 90% ឬក៏លើស 90% លក្ខខណ្ឌរបស់យើងគឺ motor ផ្ដាច់ motor យើងផ្ដាច់ឲ្យអំពូល3គ្រាប់នេះអំពូល3គ្រាប់នេះគឺវាដំណើរការគ្រាន់តែវាភ្លឺឲ្យយើងដឹងជាសញ្ញាទេថាទឹកយើងនៅ level ណាបើសាំងរបស់យើងនៅ level ណាគេដល់ពេលដែលយើងបូមប៉ុណ្ណឹងហើយ motor យើងឈប់ធ្វើការវាឈប់ធ្វើការអញ្ចឹងវាធ្វើការម្ដងទៀតនៅពេលដែលកម្រិតទឹករបស់យើងទាបជាង 20% ឥឡូវខ្ញុំសាកនៅពេលដែលយើងប្រើប្រាស់ក្នុងបើសាំងយើងប្រើប្រាស់អស់ណាអូខេស្រោចស្រពបន្លែឬក៏ប្រើប្រាស់ក្នុងផ្ទះអស់វានឹងថយចុះឧទាហរណ៍ថាខ្ញុំថយចុះ 50% 20% motor ដើរឃើញទេអញ្ចឹងមានថាlevelទឹករបស់យើង 20% motor បើកនៅពេលដែលយើងបូមឡើងមកបូមដល់ 90% motor ផ្ដាច់អូខេ motor ផ្ដាច់ហើយ level ទឹករបស់យើងដើរធម្មតាអំពូលរបស់យើងដើរធម្មតា motor របស់យើងផ្ដាច់ដោយស្វ័យប្រវត្តិគឺវាបូមមានណាទេគឺនៅពេលដែលទាបជាង 20% អូខេដល់ពេលនេះវាដល់ពេលស្រកអស់ក្រោម 50% គឺវាអត់ត motor អត់តភ្ជាប់ទេនេះយើងសរសេរកូដមកថាតើតែទាបជាង 20% មកវាភ្ជាប់បានវាដើរនេះចឹងថាទាបជាង 20% ដល់ពេលដែលវាបាញ់ទៅ level ទឹករបស់យើងនៅក្នុងបាសាំងទាបជាង 20% វាចាប់ផ្ដើមភ្ជាប់អញ្ចឹងវាផ្ដាច់ទៅពេលណាទៀតឡើងមកដាច់អូខេអញ្ចឹងsystem នេះអត់មានប្រវែកអីអ្នកនេះយើងត្រូវការ ultrasonic sensor មួយយើងត្រូវការ Arduino Nano មួយហើយនឹង relay មួយ channel ក៏បានមួយ channel សម្រាប់ភ្ជាប់ទៅ motor ក៏បានឬក៏យើងចង់ដាក់សម្រាប់ដូចជាបង្ហាញ pull indicator សម្រាប់បង្ហាញ level ទឹកយើងប្រើប្រហែល channel ទៅតាមបើយើងចង់ប្រើ8 level យើងដាក់ relay 8 channel ទៅអូខេហើយអានោះគាត់កុងតាក់ទ័រគឺយើងអត់ចាំបាច់ប្រើគ្រាន់តែបង្ហាញ pull signal ប៉ុណ្ណឹងយើង direct ជាមួយ relay នេះបានអូខេអញ្ចឹង system ហ្នឹងមានប៉ុណ្ណឹងហើយសម្រាប់អ្នកនរគ្នាត្រូវការឃើញវីដេអូប្រភេទហ្នឹងទៀតអាចជួយ like ឬក៏ subscribe YouTube ខ្ញុំនឹងបង្ហោះវីដេអូនោះចូលក្នុង YouTube ហើយនិង TikTok អូខេអញ្ចឹងជួបគ្នានៅក្នុង page ក្រោយទៀត